Bàសួស្តីបងប្អូនទាំងអស់ក្នុងបណ្ដាញសង្គមជាទីរាប់អានថ្ងៃនេះក៏យកថ្មសម្លៀងជ្រូកមួយអង្គយកមកថតបង្ហាញនេះជាប្រភេទថ្មសម្លៀងជ្រូកប៉ុន្តែមិនមែនជាជ្រូកព្រៃទេជាប្រភេទថ្មសម្លៀងជ្រូកជើង5ហើយលក្ខណៈពិសេសនៃថ្មសម្លៀងជ្រូកជើង5នេះបាទទី1គឺបង្ហូតថ្នល់បាទបង្ហូតថ្នល់នេះប្រហោងធ្លុងណាបងប្អូនប្រហោងធ្លុងបាទមកចាក់ទឹកវិញហូរឬទៅយកបូមទឹកចឹងមិនមែនជ្រាបទេណាបងប្អូនមិនមែនជ្រាបទេគឺហូរតែម្ដងបងប្អូនមើលតែមុខសំលៀងបាទហើយធំបងប្អូនតែប៉ុនកដៃក្មេងហើយនេះដុសម្រះឬក៏ដុសនាងពួនបងប្អូននេះអានេះលោតមកគ្រាប់ឡើងធំបាទហើយកន្លែងនេះដុសឡើងឆ្ងុយមកចឹងបងប្អូនបាទហើយមិនមែនជាជ្រូកជើង5សម័យឥឡូវនេះចូល3ចំនួនហើយរបស់នេះថែរក្សាតាំងពីមុនសម័យប៉ុលពតបាទហើយបងប្អូនមើលតែសាច់បាទសាច់ថ្មសម្លៀងបាទមិនថាខ្នាយមិនថាថ្មសម្លៀងទេឬក៏ចែទេកាលណាមានអាយុកាលយូរវាសាច់ឡើងដូចស្លាទុំអញ្ចឹងចាស់មែនទេណាដូចល្មៀតស្អុយអញ្ចឹងបាទដូចល្មៀតស្អុយអញ្ចឹងបាទជាប្រភេទថ្មសម្លៀងជ្រូកជើង5ហើយប្រវត្តិគឺបានពីព្រះសង្ឃនៅលើកំពូលភ្នំព្រះកំចាយរបស់នេះវាតចំនួនអញ្ចឹងបងប្អូនតចំនួនតាំងពីមុនសម័យប៉ុលពតបាទហើយជ្រូកជើង5នេះគឺវាតៃសាគេយកជ្រូកនោះទៅដាក់នៅលើភ្នំចំលើភ្នំបងប្អូនហើយពេលវាតៃសាទៅនឹងគេមិនដឹងយកកប់ណាលើភ្នំធម្មតាយើងលើភ្នំតាថ្មទៅជីកណាបើជ្រូកនេះវាធំតាមសម្ដីជ្រូកនេះតាមសម្ដីម្ចាស់ដែលដឹងជ្រូកនេះគឺចង់ប្រពន្ធកូនក្របីណាបងប្អូនបាទអញ្ចឹងក៏គេអូសយកទៅចោលនៅកណ្ដាលព្រៃភ្នំអញ្ចឹងទៅហើយថ្ងៃក្រោយមកក៏មានភ្លើងវាឆេះព្រៃបាទឆេះព្រៃអញ្ចឹងទៅវាឆេះសាកសពជ្រូកជើង5ហ្នឹងនៅសល់តែថ្មសម្លៀងនឹងមួយហើយក៏បានមកដល់ប្រជាអធិការទី1នៅលើកំពូលភ្នំព្រះកំចាយហ្នឹងហើយក៏បានតមកចំនួនកូនលោកទៀតនៅសម័យប៉ុលពតគេយកកូនលោកទៅបាញ់ពួកស្លប្រពតហ្នឹងឲ្យតម្រង់ជួរនៅមុខអណ្ដៅអញ្ចឹងបាញ់សម្លាប់ទម្លាក់អណ្ដៅបាញ់2នាក់ងាប់ដល់គាត់អ្នកទី3បាញ់អត់ចេញអញ្ចឹងទៅក៏គេលេងឲ្យមកធ្វើការធម្មតាវិញទៅអញ្ចឹងពួកស្លបនឹងហើយរួចជីវិតផុតពីសម័យប៉ុលពតមកក៏បានទៅបួសរបស់នេះក៏បានមកអ្នកទី3ហើយខ្ញុំអ្នកទី4ដែលបានបន្តរបស់នឹងប្រវត្តិថ្មសម្លៀងនេះបាទគឺបាញ់មិនចេញទេគេធ្លាប់សាក់ពាក់លើកឆ្កែបងប្អូនប៉ុន្តែអានេះគ្រាន់តែជាប្រវត្តិទេខ្ញុំមិនមែនអួតអាងថារបស់នេះប្រកែឬក៏របស់នេះយ៉ាងម៉េចទេគ្រាន់តែនេះជាប្រវត្តិខ្ញុំនិយាយពីប្រវត្តិនៃថ្មសម្លៀងជ្រូកជើង5មិនថាជ្រូកព្រៃឬក៏ជ្រូកជើង5ទេឲ្យតែវាបង្ហូតថ្នល់ប្រហោងធ្លុងអញ្ចឹងក៏ពិបាករកដែរបាទពិបាករកបងប្អូនបើជ្រាបវាអាចមានយូរទៅវាចូលប្រេងចូលកមួននេះទៅលេងហូរអានេះអត់ទេបាទអត់ស្ទះអានេះហូរទៅយកមុំទឹកអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនមើលឃើញស្រឡាញ់បាទចាក់ទងតាមលេខ Telegram 070 911 999បាទលេខ Telegram ធំណាបងប្អូនយើងក្តាប់មកធំហ៎ប្រហោងធ្លុងបាទប្រហោងធ្លុងបងប្អូនប្រហោងធ្លុងបាទកែថ្មសម្លៀងជ្រូកជើង5បាទសូមអរគុណសូមជម្រាបលា